បាទជំរាបសួរបងប្អូនថ្ងៃនេះទី30 ខែ 3 2026 បាទអញ្ចឹងថ្ងៃនេះធាតុអាកាសក្តៅដល់ទៅ35 36បាទអញ្ចឹងការដែលយើងចូលមកចំការរបស់យើងឃើញធាតុអាកាសក្តៅខ្លាំងបាទចំការនេះពីមុនខ្ញុំដាក់តែ40នាទីទេបាទ40នាទីអញ្ចឹងក្រោយមកយើងដាក់ទៅលោតទៅដល់1ម៉ោងបាទអញ្ចឹងវាស្មើនឹងទឹក300លីត្រទឹកក្នុងដើមដាក់ម្ដងដាក់បាទសម្រាប់ផ្លែវ័យនេះបាទវ័យនេះយើងខាងដីយើងដើរ15 5 25បាទ15 5 25យើងដើរក្នុង10ថ្ងៃយើងដាក់ម្ដងបាទដាក់ទៅដើមនេះយើងដាក់តែ7ខាំទេ7ខាំទៅកន្លះគីឡូ10ថ្ងៃយើងដាក់ម្ដង10ថ្ងៃយើងដាក់ម្ដងដាក់រហូតដល់ទៅអាយុ100ថ្ងៃបាទដោយសារថាវ័យនេះវាកំពុងតែពង្រីកសាច់បាទអញ្ចឹងវ័យពង្រីកសាច់ពង្រីកទំហំបាទអញ្ចឹងយើងដាក់ដើម្បីឲ្យមានគ្រប់ផ្លែបនេះទៅបីវាប៉ែលយ៉ាងម៉េចក៏លងអមើលតិចដែរអញ្ចឹងយើងសង្កេតមើលបាទសម្រាប់ខាងដីអញ្ចឹងយើងដាក់រហូតទៅដល់100ថ្ងៃអញ្ចឹងវ័យនេះយើងដាក់វ័យនេះវា70ថ្ងៃហើយវ័យនេះ70ថ្ងៃអញ្ចឹងយើងប្រើ15 5 25សម្រាប់ខាងផ្លែយើងប្រើក្រុមហ៊ុន Fomen អញ្ចឹងយើងដើរក្រុមហ៊ុន Fomen តាំងពីដើមទីមកជំនួយផ្កាផ្លែ 3XL ហើយនិង Aminolysin បាទ Aminolysin អញ្ចឹងយើងបាញ់ទៅលើផ្លែយើងបាញ់ឥឡូវយើងបាញ់យ៉ាងថយតិចទៅ10ថ្ងៃយើងបាញ់ម្ដងបាទបាញ់10ថ្ងៃម្ដងបាញ់ទៅលើផ្លែសម្រាប់ខាងស្លឹកគឺយើងបាញ់មួយខែអីយើងបាញ់ធ្វើម៉េចឲ្យបាន2ដងខាងស្លឹកបាញ់ទៅលើផ្លែទៅខាងស្លឹកបាទអាហ្នឹង 3XL ហ្នឹងការសម្រុបពង្រីកទំហំបាទអញ្ចឹងការពង្រីកទំហំយើងមើលឃើញ 3XL ហ្នឹងខ្លាំងបាទយើងបាញ់សង្កេតឃើញទៅមកទឹកក្រោយយើងដឹងដោយសារថាវ័យនេះវាត្រូវការសារធាតុចិញ្ចឹមពេញលេញបាទអញ្ចឹងវាពង្រីកទាំងទំហំហើយនិងសាច់ចូលទៅដល់វ័យចូលដល់វ័យ90 ទៅ 100 ថ្ងៃ90 100ថ្ងៃអាហ្នឹងយើងមានអាសូតមួយដែលយើងធ្វើឲ្យសាច់ស្ងួតសាច់លឿងបាទសាច់ស្ងួតសាច់លឿងអាហ្នឹងចាំមើលចាំវីដេអូក្រោយហ្នឹងខ្ញុំនឹងប្រាប់អាសូតដែលធ្វើឲ្យសាច់លឿងហើយនឹងជាទូទៅវាអាយុតរៀនយើងមុនថងយើងកាត់ទៅ120ថ្ងៃបាទ120ថ្ងៃយើងកាត់បានហើយអញ្ចឹងយើងធ្វើឲ្យសាច់ស្ងួតហើយនឹងបណ្ដូលនឹងស្ងួតអញ្ចឹងដល់វគ្គនោះចាំខ្ញុំប្រាប់បងពុកម៉ែបងប្អូនមកសារទៀតមកវគ្គទៀតវគ្គចុងក្រោយបាទអញ្ចឹងវ័យនេះយើងឃើញវាពង្រីកទំហំបានលឿនល្អអញ្ចឹងទឹកកុំភ្លេចពុកម៉ែបងប្អូនយើងត្រូវទៅតម្លើងបាទនោះអានេះមួយសិតតែចូល3គីឡូឯងបាទហ្នឹងពង្រីកសុង3គីឡូនេះបាទ3គីឡូបាទណាអរគុណច្រើនពុកម៉ែបងប្អូន